ហើយនឹងសសរពេជ្របងប្អូនណាមើលក្បាច់ស្អាតមែនទែននឹងមើលក្បាច់ល្អឥតខ្ចោះស្អាតមែនទែនបាទអរុនសុស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំធ្វើដំណើរដល់ប្រាសាទកណ្ដោលដុំខាងជើងបងប្អូនណាបែបព្រឹកនឹងគឺខ្ញុំបើកតាមកសិនទឹកដែលព័ទ្ធជុំវិញគោកប្រាសាទនឹងណាបងប្អូនអូសុទ្ធតែមន់អ្នកភូមិច្រើនទេនេះឥឡូវខ្ញុំដើរមកដល់ប្រាសាទហើយប្រាសាទនឹងកាលពីមុនគឺខ្ញុំធ្លាប់មកលេងបានម្ដងដែរខ្ញុំច្រឡំជាមួយប្រាសាទកណ្ដោលដុំខាងត្បូងឥឡូវខ្ញុំដើរទៅខាងមុខបន្តិចប្រាសាទនឹងគឺមានប្រាង្គច្រើនណានេះខាងនេះតែមកខ្ញុំដើរមកវិញចាំថតទស្សនភាពឲ្យបងប្អូនទស្សនានៅខាងកើតប្រាសាទគឺមានបណ្ណាល័យមួយណាឥឡូវខ្លាយជាដៃអស់ហើយបណ្ណាល័យនឹងណានេះឃើញទេដុំអិតខាងនេះស៊ុំទ្វារជាង 1000 ឆ្នាំនោះប្រាសាទហ្នឹងមើលអត់ខ្លាយជាដីអស់ប្រាសាទនឹងខ្លាយជាដំបូកនៅសល់តែស៊ុំទ្វារនេះប្រាសាទកណ្ដោលដុំខាងជើងហ្នឹងមិនសូវមានបងប្អូនស្គាល់ទេសិតតែសម្រាមទាំងអស់សក់សម្រាមបងប្អូនណាប្រាសាទហ្នឹងដោយខាញាធោដោយអបោះសម្អាតអីផងសម្រាមទាំងអស់នៅប្រាសាទហ្នឹងដូចជាមានប្រាង្គ3ណានេះបងប្អូនណាកន្លែងហ្នឹងគឺមានប្រាង្គមួយណានឹងកាន់ចតាចូលប្រាសាទកន្លែងហ្នឹងមានប្រាង្គមួយហើយខាងនេះគឺប្រាង្គកដាលគេណាបងប្អូនប្រាង្គកដាលគេអូទៅខាងក្រោយប្រាសាទហ្នឹងមានប្រាង្គចំនួន5ណាបងប្អូនអត់មែន3ទេប្រាង្គឡើងចំនួន5ប៉ុន្តែបាក់បែលឡើងខ្ទេចខ្ទីបងប្អូននេះបាក់បែកខ្ទេចខ្ទីអស់អានឹងប្រាង្គកដាលគេណាប្រាង្គកដាលគេគឺធំទេប៉ុន្តែនេះកន្លែងនេះស្នាងវិជីកោះកាយឡើងខ្ទេចខ្ទីនៅខាងនោះប្រាង្គជំហៀងជើងណាតើខាងក្រោយមានប្រាង្គចំនួន2ទៀតណាប្រាង្គកដាលប៉ុណ្ណានេះកន្លែងទៅនឹងស្នាមវិជីកោះកាយប្រាសាទនឹងកសាងអំពីអត់ហើយជាមួយថ្មភក់នេះនឹងប្រហែលជាស៊ុំទ្វារណានេះខ្ញុំដើរមកប្រាង្គនៅជំនាន់ក្រោយណាប្រាង្គ2ទៀតកន្លែងទៅណាប្រាង្គ1កន្លែងទៅនោះប្រាង្គ1ទៀតណាប្រាង្គចំនួន5
ប្រាសាទនេះគុំតែបាក់បែប្រហែលជានៅរូបរាងដូចប្រាសាទព្រះគោបងប្អូនណាសាកដដមើលជើងហ្នឹងណានៅជំហានខាងក្រោយនេះកន្លែងទៅហ្នឹងស្នាមវិជីកោកាយហើយទៅនោះក៏ជីកោកាយដែរកាលពីមុនខ្ញុំមកលេងខ្ញុំបានចាប់អារម្មណ៍ខ្ញុំស្មានថាមានប្រាង្គ3តាមពិតមានប្រាង្គចំនួន5ណានេះឃើញគ្រឹះប្រាសាទហើយសថ្ម3គ្រាមទាំងអស់ហើយនេះប្រាង្គនៅជំហានខាងជើងណាឃើញតែស៊ុំទ្វារហើយនឹងគ្រឹះប្រាសាទគោកប្រាសាទកណ្ដោដុំខាងជើងធំឡើងប៉ុណ្ណាណៃហើយនឹងសសរពេជ្របងប្អូនណាមើលក្បាច់ស្អាតមែនទែនក្បាច់ស្អាតប្រាង្គនៅជំហានខាងជើងអូបងប្អូននេះនឹងប្រហែលជាសសរពេជ្រដែរណានេះមកក្បាច់ល្អឥតខ្ចោះស្អាតមែនទែនសសរពេជ្រមួយចំនួនអាចបាក់បែកហើយកប់ជាមួយឥដ្ឋដែរនឹងណានេះពួកឥដ្ឋគឺគោលឡើងចង់ដូចភ្នំហ្នឹងប៉ុណ្ណឹងធំទៅប្រាង្គនៅជំហានខាងជើងនេះគឺនៅសល់ថ្មភក់ច្រើនហើយនេះគឺទ្វារបញ្ឆោតណាខាងនោះទ្វារបញ្ឆោតដែរខាងនោះទ្វារបញ្ឆោតដែរណានេះហើយសម្រាប់ទ្វារបើកគឺនៅជំហានខាងកើតហ្នឹងកន្លែងហ្នឹងដែលគេជីកោកាយខ្ទេចទីអស់កន្លែងហ្នឹងអូគ្រឹះប្រាសាទថ្ម3គ្រាមតានេះថ្ម3គ្រាមលង្គោប្រាង្គនៅជំហានខាងជើងនៅសល់រូបរាងជាងប្រាង្គនៅជំហានខាងត្បូងនៅសល់ស៊ុំទ្វារច្រើនមើលសុទ្ធតែថ្មភក់ទាំងអស់កប់ទៅក្រោមហើយនឹងភ្លៀងមកមេមានអីមកសាមដើរថតទៅទឹកធ្លាក់ពីស្លឹកឈើដិតទូរស័ព្ទថ្ងៃនេះថ្ងៃសម្រាប់ទៀតហើយបងប្អូនណាខ្ញុំដើរលេងឲ្យតែថ្ងៃសម្រាប់គឺខ្ញុំចាប់ដើមដើរលេងហើយដើរលេងតាមប្រាសាទនឹងស៊ុំទ្វារបញ្ឆោតដូចទាំងធំមើលខ្ញុំដើរមកនេះកណ្ដឹងណាមានអីរសេសសល់ទៀត
nhiệt ấy thế nhưng prang chấm luôn pram sạt con nan này con tay bạc bay ở lên sau tập grip sàn vàสำหรับภาษากระโดดดงของเจอนั้นคือทัดนกนงสระภาษาบาโกงนะบางปอนไข่ซีมเรียมสารนึงขยมโมเลตั้งปีชันตะมันขยมครบโมเลมาดองได้บริเวณในปวดจมูกภาษาสตับเตียนเนี่ยภูมิหนึ่งอ๋อสำรามต้องอ๋อหงโอนนะเนี่ยมาตามปึ๊ดจำรังที่บางปอนมันขยมถ้าสอบไปตามปึ๊ดจำรังคือสามเต็นมันก็บายสะอาดนซองจิตกระหม่นะจำรังหนึ่งสะอาดเต็นมันก็บายสะอาดบ้าแต่ปนังเต้บองปอนนะภาษากระดอดมขังเชิงแจงเป็นนั่งคือขยมตะเลนภาษากระดอดมขังตะบงที่ไทยหนึ่งภาษาเอาเหล่านะในถอดนักขังตะบงหนึ่งคือnơi các bé kia tế bองปอนนะcòn tai và dân chi ọt đừng phấuคือปะโรภาษาตึกอ่อนหนึ่งมันเต้นในซาแต่ปะโรเวนในปวดจมูกภาษาคือสตับเตียนเนี่ยภูมิหนึ่งอ๋อเตียนในภูมิมือจำนวนคือปวดกดเฟื่อหลบบองไอ้จังเต้ยยังปะบะรูปลอยโจมันเต้นมาตัวตะเพียบองโปนะหนึ่งปีมุกประสาทเนี่ยปล่อยสดบ้าแต่ปนังเต้บองโอนะคอมเพลจูเมอร์วิดีโอยังไม่บานจอบให้ขยมหนึ่งคัดคอมทูวิดีโอในตามประสาทนักนองแขกซิมเรียบรวมก่อนในตามบรรดาแขกซิมนะบองโอนบ้าเอาคุณจ้าบองโอนบายบาย